សហរដ្ឋអាមេរិករំពឹងថាខ្លឹមសារសំខាន់ៗនឹងសម្បទាននុយក្លេអ៊ែរពីអ៊ីរ៉ង់នៅកិច្ចប្រជុំបន្ទាប់ដំណើរទស្សនកិច្ចបន្ទាន់និងតក់ក្រហល់របស់លោកនេតាន់យ៉ាហ៊ូទៅកាន់ទីក្រុង Washington បានកើតឡើងចំពេលមានក្តីព្រួយបារម្ភរបស់អ៊ីស្រាអែលជុំវិញកិច្ចចរចាអ៊ីរ៉ង់ដែលជាប់គាំងនឹងការឆ្លើយតបរបស់បេសកជនអាមេរិកដោយទីក្រុងយេរូសាឡឹមបានព្រួយបារម្ភអំពីគម្លាតនៃកាំជ្រួចនិងការគំរាមកំហែងនៅក្នុងតំបន់ទោះបីយ៉ាងណាក៏ដោយរដ្ឋបាលរបស់សហរដ្ឋអាមេរិកបានប្រាប់អ៊ីរ៉ង់ថាខ្លួនរំពឹងថារដ្ឋមន្ត្រីការបរទេសលោកអាបាសអារ៉ាជីនិងគណៈរដ្ឋមន្ត្រីអ៊ីរ៉ង់នឹងមកដល់កិច្ចប្រជុំបន្ទាប់នៃកិច្ចចរចានុយក្លេអ៊ែរជាមួយទៅនឹងខ្លឹមសារដ៏សំខាន់នេះបើយោងទៅតាមបណ្ដាញសារព័ត៌មាន i24 News យ៉ាងណាក្តីកិច្ចប្រជុំដំបូងរវាងភាគីទាំងពីរត្រូវបានគេពិពណ៌នាថាជាកិច្ចប្រជុំដ៏ល្អក៏ប៉ុន្តែផ្ដោតចម្បងទៅលើបញ្ហានីតិវិធីជាងការចរចាសំខាន់ប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយឥឡូវនេះទីក្រុង Washington រំពឹងថាទីក្រុងតេហរ៉ង់នឹងបង្ហាញនៅសម្បទានជាក់លាក់ទៅលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននិងកង្វល់សំខាន់ផ្សេងទៀតនៅក្នុងកំឡុងពេលពិភាក្សាគ្នានាពេលខាងមុខតែប្រភពនានាបានបង្ហើបថាការវិវត្តនេះបានកើតឡើងខណៈពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានត្រៀមខ្លួនសម្រាប់កិច្ចប្រជុំយ៉ាងប្រញាប់ប្រញាល់និងតក់ក្រហល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅថ្ងៃពុធនេះត្រីអ៊ីស្រាអែលមិនពេញចិត្តទៅនឹងការឆ្លើយតបដែលបានផ្ដល់កាលពីសប្តាហ៍មុនដោយបេសកជនអាមេរិកលោក Steve Witkoffនៅក្នុងកំឡុងពេលកិច្ចពិភាក្សារបស់លោកជាមួយទៅនឹងលោកនេតាន់យ៉ាហ៊ូនិងមន្ត្រីការពារជាតិជាន់ខ្ពស់របស់ពួកគេជាការកត់សម្គាល់ទីក្រុងយេរូសាឡឹមមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាកន្លងបច្ចុប្បន្ននៃកិច្ចចរចាដែលដឹកនាំដោយសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់អាចមិនឆ្លើយតបទៅនឹងការទាមទារនៅសន្តិសុខជាស្នូលរបស់អ៊ីស្រាអែលជាពិសេសតាក់ទងទៅនឹងកម្មវិធីមីស៊ីលផ្លោងរបស់ទីក្រុងតេហរ៉ង់ក៏ដូចជាការគ្រប់គ្រងសម្រាប់ក្រុមប្រូស៊ីសឬហៅថាក្រុមស៊ីឈ្នួលសង្គ្រាមនៅក្នុងតំបន់ការរិះគន់នៅចំពោះវិធីសាស្ត្ររបស់លោក Witkoff បានកើនឡើងនៅក្នុងប្រទេសអ៊ីស្រាអែលចំពេលដែលមានការភ័យខ្លាចថាកិច្ចព្រមព្រៀងដែលកំពុងតែលេចចេញអាចទុកឲ្យបញ្ហាទាំងនេះត្រូវបានដោះស្រាយមិនគ្រប់គ្រាន់